Model SR DL184 នាងខ្ញុំសូមណែនាំឆ្នាំងដាំបាយ Model SR DL184 គឺជាឆ្នាំងដាំបាយមានចំណុះ 1.8 លីត្រជាមួយការរចនារូបរាងដ៏ស្រស់ស្អាតនិងផ្ដល់ភាពងាយស្រួលបំផុតសម្រាប់អ្នកក្នុងការដាំបាយនិងចម្អិនមុខម្ហូបគ្រប់បែបយ៉ាងក្នុងម៉ាស៊ីនតែមួយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយមានមុខងារសំខាន់រហូតដល់10មុខរួមបញ្ចូលមុខងារចម្អិនម្ហូបបែបសុខភាពមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយប្រើប្រាស់រយៈពេលខ្លីក្នុងការចម្អិននិងងាយស្រួលសម្អាតមកដឹងពីវិធីប្រើប្រាស់មុខងារទាំង10មុខរបស់ Panasonic DL184 របៀបប្រើប្រាស់មុខងារដាំបាយសទទួលបានបាយដែលទន់ហើយឆ្ងាញ់គ្រាន់តែចុចមុខងារ White Rectangular រួចចុច Start ដើម្បីចម្អិនបាយរងចាំប៉ុន្មាននាទីរួចរាល់ជាការស្រេចរបៀបប្រើប្រាស់មុខងារអង្គរគីណាទទួលបានបាយគីណាដែលទន់ហើយឆ្ងាញ់ចុចមុខងារ Quick Quinoa លឿនរហ័សទាន់ចិត្តរងចាំប៉ុន្មាននាទីបាយគីណាដែលសម្បូរប្រូតេអ៊ីននិងចិញ្ចឹមរួចរាល់ជាការស្រេចរបៀបប្រើប្រាស់មុខងារបាយអង្ករសម្រូបទទួលបានបាយអង្ករសម្រូបដែលទន់ហើយល្អចំពោះសុខភាពដោយគ្រាន់តែចុច Brown Rice រួចចុច Start ហើយរងចាំឲ្យម៉ាស៊ីនចម្អិនដោយស្វ័យប្រវត្តិបាយអង្ករសម្រូបរបស់អ្នកនឹងរួចរាល់ក្នុងរយៈពេលខ្លីរបៀបប្រើប្រាស់មុខងារអង្ករគ្រាប់ធញ្ញជាតិទទួលបានបាយអង្ករគ្រាប់ធញ្ញជាតិដែលជំនួយដល់សុខភាពអ្នកដោយគ្រាន់តែចុចមុខងារ Multigrain រួចចុច Start ហើយរងចាំម៉ាស៊ីនចម្អិនដោយស្វ័យប្រវត្តិរងចាំតែបន្តិចនឹងរួចរាល់សម្រាប់ទទួលទានជំនួយសុខភាពអ្នករបៀបប្រើប្រាស់មុខងារបាយដំណើបទទួលបានបាយដំណើបដែលទន់ហើយឆ្ងាញ់គ្រាន់តែចុចមុខងារ Sticky Rice រួចចុច Start រងចាំបន្តិចបាយដំណើបរបស់អ្នកទន់ឈ្ងុយនិងឆ្ងាញ់និងរួចរាល់សម្រាប់ទទួលទានរបៀបប្រើប្រាស់មុខងារដាំបបរមុខងារដាំបបរដោយគ្រាន់តែអ្នកចុចមុខងារ Porridge រួចចុច Start រងចាំបន្តិចអ្នកនឹងទទួលបានបបរដែលមានរសជាតិឆ្ងាញ់ពិសារបៀបប្រើប្រាស់មុខងារធ្វើនំខេកអ្នកធ្វើនំបានយ៉ាងងាយស្រួលដោយគ្រាន់តែអ្នកចុចមុខងារ Cake រួចចុច Start រងចាំបន្តិចទទួលបាននំឆ្ងាញ់ដូចនៅហាងរបៀបប្រើប្រាស់មុខងារចំហុយមុខងារ Steam ក្នុងការចំហុយមុខម្ហូបទៅតាមតម្រូវការអ្នកដោយគ្រាន់តែអ្នកចុចមុខងារ Steam រួចចុច Start រងចាំបន្តិចនោះអ្នកនឹងទទួលបានម្ហូបសុខភាពមួយចានសម្រាប់អ្នកនិងគ្រួសារអ្នករបៀបប្រើប្រាស់មុខងារស៊ុបចម្អិនស៊ុបដោយគ្រាន់តែអ្នកចុចមុខងារស៊ុបរួចចុច Start ដែលជាមុខងារចម្អិនបែបរម្ងាស់ឲ្យរសជាតិចូលគ្នាយ៉ាងល្អទទួលបានសុខភាពនិងរសជាតិល្អសម្រាប់គ្រួសារអ្នករបៀបប្រើប្រាស់មុខងារចម្អិនដោយមិនប្រើទឹកមុខងារ Waterless Cooking អាចចម្អិនដោយមិនបាច់ប្រើទឹកដោយគ្រាន់តែអ្នកចុចមុខងារ Waterless រួចចុច Start ហើយរងចាំតែបន្តិចនោះអ្នកនឹងទទួលបានម្ហូបដែលមានរសជាតិដើមនិងជាតិវីតាមីនល្អសម្រាប់សុខភាពគ្រួសាររបៀបប្រើប្រាស់មុខងារពន្យាម៉ោងក្នុងការដាំបាយមុខងារ Delay Timer សម្រាប់លោកអ្នកដែលមានពេលរវល់ច្រើនអាចធ្វើការកំណត់ពន្យារយៈពេលនៃការដាំបាយរបស់អ្នកចុចទៅលើមុខងារនៃប្រភេទបាយដែលអ្នកដាំរួចចុចទៅលើមុខងារ Timer និងកំណត់រយៈពេលដែលលោកអ្នកចង់បានជាការស្រេចជាមួយមុខងារ Delay Timer ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ចំណេញពេលវេលានិងថវិកាក្លាយជាជម្រើសឆ្លាតវៃសម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកជាមួយរូបរាងតូចស្រាលតែសម្បូរទៅដោយមុខងារសំខាន់រហូតដល់ទៅ10ប្រភេទផ្សេងគ្នាដែលអាចដាំបាយធ្វើម្ហូបបានក្នុងឆ្នាំងតែមួយជួយលោកអ្នកធ្វើម្ហូបបានយ៉ាងងាយស្រួលដោយសន្សំបានទាំងពេលវេលានិងថវិកាជាជម្រើសដ៏ឆ្លាតវៃសម្រាប់ជីវិតប្រចាំថ្ងៃសម្រាប់គ្រួសារអ្នក